នៅជាមួយគ្នាគ្មានរឿងលើលោកណាដែលធ្វើត្រូវចិត្តយើងទាំងអស់ទេបរោះដតីឯណាក៏មិនលើសពីប្តីយើងដែរស្ត្រីដតីឯណាក៏មិនលើសពីប្រពន្ធយើងដែរយើងតាំងចិត្តអញ្ចឹងគេល្អបែបគេយើងល្អបែបយើងគ្រួសារគេរស់នៅរបៀបគ្រួសារគេយើងរស់នៅតាមរបៀបគ្រួសារយើងកុំឲ្យមានចិត្តយកគ្រួសារគេមកប្រៀបជាមួយគ្រួសារយើងអាហ្នឹងអត់សុខទេនៅជាមួយគ្នាមិនក៏អត់សុខដែរតាំងពីការដេកដោយឈរអង្គុយកុំយកគ្រួសារគេមកប្រៀបជាមួយគ្រួសារយើងជិះឡានក៏តែចូលឡានមើលប្តីគេបើកទ្វារឡានឲ្យប្រពន្ធគេប្តីអញកុំឲ្យតែដែលកាន់ទ្វារឡានបើកតែអញកុំមានចិត្តប្តីដូចគ្នានឹងមើលប្រពន្ធគេឲ្យតែពេលប្តីគេមកពីធ្វើការវិញគេដោះអាវឲ្យប្តីគេមកនិយាយនឹងពីរោះផ្អែមល្ហែមប្រពន្ធអញសម្ដីគំរោះគំរើយព្រឹកល្ងាចកាលណាឲ្យតែមានអាចចិត្តមួយយកអ្នកដតីមកប្រៀបនឹងគ្រួសារខ្លួនឯងគឺនៅជាមួយគ្នាអត់សុខទេនឹងអត់សុខទេចឹងយើងគេដូចមកធ្លាប់និយាយចឹងគេល្អបែបគេយើងល្អបែបយើងគេរស់នៅរបៀបគ្រួសារគេយើងរស់នៅរបៀបគ្រួសារយើងសំខាន់ឲ្យតែអធ្យាស្រ័យយើងដើរទៅព្រមគ្នាត្រូវគ្នានឹងយើងកុំខ្វល់រឿងដតីក្រៅខ្លួនចឹងបានចាស់ច្រើនប្រើពាក្យមួយទៀតថាកុំនាំភ្លើងក្រៅចូលភ្លើងក្នុងហើយកុំនាំអាទ្របមានតម្លៃពីក្នុងចេញទៅក្រៅពាក្យថាកុំនាំទ្របដែលមានតម្លៃពីក្នុងចេញទៅក្រៅមានន័យថាកុំនាំអសុភមង្គលដែលយើងកំពុងតែមានហ្នឹងយកទៅចោលនៅក្រៅហើយទៅនាំតែរឿងក្តៅកាហាយពីក្រៅមកដែលគេចាក់រុកគ្រួសារយើងគេថាប្តីយើងចេះចុះគេថាប្រពន្ធយើងចេះចុះហើយមកឆ្លោះគ្នាតែប្តីប្រពន្ធគ្នាឯងហ្នឹងអាហ្នឹងហើយជាពាក្យមួយយើងគប្បីចងទុកក្នុងដំណើរជីវិតប្រព្រឹត្តទៅក្នុងភាពជាប្តីជាប្រពន្ធហ្នឹងគឺត្រូវគប្បីចងចាំកន្លែងហ្នឹងហើយបងប្រុសបងស្រីគប្បីចាំមួយទៀតដូចមេរៀនដែលអាត្មាធ្លាប់បញ្ជាក់ថាចង់មានសុភមង្គលតើយើងរៀនរស់នៅធ្វើម៉េចឲ្យចិត្តយើងវាស្របគ្នាឲ្យដើរទៅវាត្រូវគ្នាអានឹងបាននៅជាមួយគ្នាសុខប៉ុន្តែមនុស្សយើងច្រើនតែមិនសូវធ្វើចិត្តឲ្យស្របគ្នាហើយធម្មជាតិនៃមនុស្សគឺចិត្តអត់ដូចគ្នាប៉ុន្តែយើងរស់នៅជាប្តីប្រពន្ធត្រូវតែធ្វើម៉េចសម្របខ្លួនយើងឲ្យត្រូវគ្នាទោះបីជាចិត្តយើងមានចំណូលចិត្តខុសគ្នាក៏ដោយមកជឿមនុស្ស2នាក់ច្បាស់ជាចំណូលចិត្តខុសគ្នាទាំង2 3នាក់ខុសគ្នាទាំង3ប៉ុន្តែយើងធ្វើម៉េចដើម្បីឲ្យការដើររបស់យើងនឹងវាត្រូវគ្នាដូចស្មាធ្លាប់ឧទាហរណ៍ថាឧបមាថាប្រពន្ធចូលចិត្តស្វាយប្តីចូលចិត្តប៉ោមហើយប្តីមកពីធ្វើការប្តីទិញតែប៉ោមហើយដល់ប្រពន្ធទៅផ្សារប្រពន្ធទិញតែស្វាយចុះបើប្រពន្ធចូលចិត្តស្វាយប្រពន្ធទិញស្វាយប្តីចូលចិត្តប៉ោមប្តីទិញប៉ោមឧទាហរណ៍ថាប្តីទៅធ្វើការថ្ងៃហ្នឹងប្តីទិញប៉ោមមកស្បោងហើយយើងជាប្រពន្ធនេះអត់ចូលចិត្តប៉ោមទេចូលចិត្តតែស្វាយចុះបើប្តីទិញប៉ោមមកដើម្បីឲ្យមានសុភមង្គលតើយើងត្រូវធ្វើម៉េចបងស្រីបើប្តីទិញប៉ោមមកយើងអត់ចូលចិត្តប៉ោមយើងធ្វើម៉េចដើម្បីមានសេចក្តីសុខយើងញ៉ាំជាមួយប្តីទៅបាទសบายចិត្តទាំងអស់គ្នាទៅហើយចុះប្តីបើឧបមាថាប្រពន្ធទិញស្វាយមកយើងធ្វើមិនបើយើងអត់ចូលចិត្តស្វាយបោះចោលអូចោលហ្នឹងហើយចោលប្តីហើយប្តីគឺអាញឹមទោះបីមិនចូលចិត្តក៏ត្រូវអាញឹមហូបស្វាយជាមួយប្រពន្ធដែរហ្នឹងហើយមានន័យថាសម្របខ្លួនយើងឲ្យវាត្រូវទាំងអស់គ្នាកុំឲ្យវាត្រូវតែខាងណាមួយណាឬក៏កុំចង់ឲ្យប្រពន្ធត្រូវតែធ្វើម៉េចឲ្យដូចចិត្តអញមកអញចង់បានអីអញចង់ធ្វើអីអញដើរទៅណាគឺប្រពន្ធត្រូវតែតាមអញប្រពន្ធដូចគ្នាអញចង់ធ្វើអីអញដើរទៅណាគឺត្រូវតែប្តីត្រូវតែតាមអញអានឹងនៅជាមួយគ្នាមិនក៏អត់សុខដែរមានស្អីក៏នៅមិនសុខដែរតោះតែយើងសម្របខ្លួនយើងឲ្យត្រូវគ្នាឲ្យបងត្រូវចាំថាពីថ្ងៃនេះម៉ោងនេះគណៈនេះតទៅទោះបីជាប្តីរៀនចប់បណ្ឌិតក៏ដោយប្រពន្ធរៀនចប់ដុកទ័រចប់បណ្ឌិតមានចំណេះដឹងខ្ពស់ជាងប្តីឬក៏ប្តីមានចំណេះដឹងខ្ពស់ជាងប្រពន្ធឬក៏ប្តីមានការងារធំជាងប្រពន្ធឬប្រពន្ធមានការងារធំជាងប្តីក៏ដោយប៉ុន្តែត្រូវចេះលើកដាក់ខ្លួនយើងទៀបខ្ពស់ឲ្យស្មើគ្នាកុំឲ្យខ្ពស់ទៀបជាងគ្នានៅក្នុងការរស់នៅក្នុងគ្រួសារហ្នឹងក៏មានសេចក្តីសុខដែរអញ្ចឹងថ្ងៃនេះឈ្មោះតែយើងបានបំពេញកិច្ចឲ្យគ្រួសារយើងណផ្ដល់តម្លៃឲ្យឪពុកម្ដាយយើងទាំងសងខាងម្ដាយឪពុកយើងសប្បាយចិត្តណាស់ម៉ាក់ប៉ាទាំងសងខាងថ្ងៃហ្នឹងអញញឹមស្ទើរតែនឹងសប្បាយចិត្តណាញឹមយាយខ្លះកូនកាអញ្ចឹងពុយតែញឹមដាក់ភ្ញៀវសឹងអត់ហូបបាយមួយថ្ងៃកាហ្នឹងហ្នឹងមកឃើញយាយតាស្រុកស្រែខ្លះបានកូនកំមុំកូនកន្លោះឯងចូលរោងការហ្នឹងឃើញដើរតែញឹមស្ញេញហ្នឹងបាយចិត្តណាគាត់រីករាយគឺចង់ឃើញកូនគាត់ហ្នឹងចេះគោរពតាមដំបូន្មានគាត់រៀបចំចាត់ចែងទុកដាក់ដើរតាមកន្លងរបស់គាត់នោះគឺម៉ែឲ្យសប្បាយចិត្តណាអត់មានចង់បានអីហ្នឹងទៀតទេហើយបេះដូងរបស់គាត់គិតថាពេលកូនគាត់ការហើយនឹងមានអនាគតភងខ្ពស់ឧត្តមឧត្តមប្រសើរនឹងបន្ទាប់ពីពេលការហើយដំបូងនោះគឺចង់ឃើញកូនចូលរោងការនឹងឯងអញ្ចឹងបាននិយាយខ្លះ
ពេលកូនកំឡោះខ្លះមិនព្រមយកប្រពន្ធឬកូនស្រីខ្លះមិនព្រមយកប្តីនឹងឲ្យតែគាត់ឈឺធ្ងន់គាត់ហៅកូនមកក្បែរហើយគាត់តាំងនិយាយបើកូនឯងអត់យកប្តីឬកូនឯងអត់យកប្រពន្ធទេម៉ែបាត់ភ្នែកអត់ចិត្តទេកូននិយាយខ្លះប្រើពាក្យហ្នឹងចឹងមានន័យថាពេលឃើញកូនចូលរោងការនឹងជាគោលបំណងទី1បន្ទាប់ពីចិញ្ចឹមបីបាច់ថែរក្សាកូនបានធំណារឹងដៃរឹងជើងទៅចឹងឈ្មោះតែយើងបានដើរតាមកន្លងរបស់គាត់ធ្វើឲ្យម្ដាយពុករបស់យើងសប្បាយចិត្តទាំងសងខាងដែលយើងគោរពតាមប្រវេណីទំនៀមទម្លាប់របស់យើងណាដែលជាខ្មែរស្រឡាញ់គ្នានឹងព្រមព្រៀងគ្នាកាន់ដៃគ្នាដឹកដៃគ្នាចូលរោងការហើយបងស្រីត្រូវចាំបងប្អូនស្រីត្រូវចាំថាថ្ងៃនេះស្វាមីរបស់យើងបានបង្ហាញពីភាពស្មោះត្រង់មួយនឹងអាភាពស្មោះត្រង់ដែលមានតែក្នុងមាត់ដែលសន្យាថាបងស្រឡាញ់អូនថ្ងៃអនាគតអូនទៅណាបងទៅហ្នឹងអាហ្នឹងគេមិនហៅតែស្មោះទេប៉ុន្តែអាការបង្ហាញពីការព្រមព្រៀងកាន់ដៃយើងគោរពចាស់ទុំដូចថ្ងៃនេះគឺបង្ហាញពីភាពស្មោះត្រង់មួយរបស់គាត់ចំពោះយើងហើយបាត់ហើយភាពស្មោះត្រង់មួយទៀតគឺនៅពេលដែលក្រោយរៀបចំអាពាហ៍ពិពាហ៍ចប់ពេលដែលរស់នៅជាមួយគ្នាអាហ្នឹងបានដឹងថាត្រង់ឬក៏មិនត្រង់ហើយប្រពន្ធយើងក៏បានដឹងថាតើបាញ់ជាពិតឬក៏ខ្លានឹងនៅពេលដែលនៅមួយគ្នាណាគាត់ឥឡូវនេះគាត់ដឹងទេបងនឹងណាកូនប្រុសដើម្បីបង្ហាញភាពស្មោះត្រង់ថាត្រង់ឬមិនត្រង់ទី1បានដឹកដៃយើងគោរពចាស់ទុំហើយទី2អាដឹងថាត្រង់មែនទេឬមិនត្រង់គឺនៅពេលចប់កិច្ចទៅនៅមួយគ្នាហ្នឹងនៅដឹងយើងរៀនពិចារណារំលឹកសារដើមធម្មតាគ្រួសារណាដែលមានកូនស្រីគឺមិនថាគ្រួសារអាត្មាឬគ្រួសារញាតិញោមឯកាលណាឪពុកម្ដាយដែលមានកូនស្រីគឺស្រឡាញ់កូនស្រីជាងកូនប្រុសថ្នមគ្រប់អិរិយាបថបើឪពុកខ្លះថ្នមកូនស្រីតាំងតែពីមិនអោយលេងដីមិនអោយលើករបស់ធ្ងន់មិនអោយធ្វើអីទាំងអស់ឪពុកណាដែលស្រឡាញ់កូនស្រីខ្លាំងថ្នមលើកកែវទៅទៀតតាំងពីបាយទឹកនំចំណីត្រីសាច់ឈើជាក្តៅរងាយកចិត្តទុកដាក់ខ្លាំងណាស់ហើយគាត់ស្រឡាញ់កូនគាត់ម្លឹងហើយគាត់អាចលះបង់កូនគាត់ឲ្យមកបំរើគ្រួសារខាងយើងកូនប្រុសនឹងមកនិយាយខាងកូនស្រីតិចចាំតិចនិយាយខាងកូនប្រុសគាត់អាចលះបង់ភាពកក់ក្ដៅដែលគាត់ធ្លាប់នៅជាមួយគ្រួសារម្ដាយឪពុកគាត់ដែលគាត់ថ្នាក់ថ្នមថែរក្សាគាត់ស្មើដោយជីវិតរបស់ម្ដាយឪពុករបស់គាត់ហើយគាត់អាចលះបង់ភាពកក់ក្ដៅគ្រប់យ៉ាងមកបំរើយើងវិញពីមុនម្ដាយគាត់ដាំបាយឲ្យគាត់ហូបឥឡូវគាត់មកដាំបាយឲ្យយើងជាប្តីហូបពីមុនម្ដាយគាត់ប្អូនគាត់បងគាត់ឬអ្នកបំរើឧទាហរណ៍តែយើងនៅពេញមានអ្នកបំរើដាំបាយដាំទឹកគក់បោកឲ្យគាត់ឥឡូវគាត់មកដាំបាយដាំទឹកគក់បោកឲ្យយើងវិញហើយទាំងដែលពីមុនយើងមិនត្រូវជាសាច់ញាតិអីគាត់សោះឥឡូវគាត់ព្រមស្ម័គ្រទាំងចិត្តទាំងកាយមកបំរើខាងយើងជាស្វាមីដោយមិនមានប្រាក់ខែហើយក៏អត់មានទាមទារប្រាក់ខែដែរចឹងមានន័យថាម៉េចមានន័យថាគាត់លះបង់គ្រប់យ៉ាងទាំងផ្លូវចិត្តផ្លូវកាយមកលើយើងព្រោះសង្ឃឹមនិងជឿជាក់ថាបងប្រុសនឹងផ្ដល់តម្លៃនិងសេចក្តីសុខសុភមង្គលឲ្យគាត់ទើបគាត់ព្រមលះបង់គ្រប់យ៉ាងមកតាមយើងបំរើយើងទាំងផ្លូវចិត្តផ្លូវកាយស្រាប់តើទេបងប្រុសចឹងយើងគាត់បីផ្ដល់នៅអ្វីដែលគាត់លះបង់នឹងឲ្យសមនឹងអ្វីដែលគាត់លះបង់ចំពោះយើងកាន់ដៃគ្នាមានសេចក្តីសុខនិងសុភមង្គលគាត់បីធ្វើខ្លួនយើងឲ្យរឹងមាំឲ្យសមជាប្តីសមជាស្វាមីគឺកុំឲ្យខឹងដៃយកដៃខឹងជើងយកជើងនិងកុំឲ្យទៀមទាឈ្នះចាញ់ជាមួយប្រពន្ធកូនយើងហើយប្តីល្អប្តីដែលប្រកែទទួលនិងយកគ្រប់យ៉ាងនៅអ្វីដែលប្រពន្ធមានចង់ប្រពន្ធកាចក៏ដោយប្រពន្ធស្លូតក៏ដោយប្រពន្ធសម្ដីពីរោះក៏ដោយមិនពីរោះក៏ដោយប្រពន្ធមានអិរិយាបថយ៉ាងណាក៏ដោយប្តីប្រកែគឺប្តីប្រកែកែប្រពន្ធដែលមានកំហុសមិនឲ្យមានកំហុសនិងព្រមចាញ់ប្រពន្ធឲ្យច្រើនជាងចង់ឈ្នះប្រពន្ធកូននិងកាលណាយើងជាប្តីចង់ឈ្នះប្រពន្ធកូនច្រើនគេចាស់ច្រើននិយាយថាម៉េចថ្ងៃនេះយើងជាប្តីនឹងជាមនុស្សជាបង្គោលដ៏រឹងមាំក្នុងគ្រួសារគឺមិនគួរជាប់បីចង់ឈ្នះចាញ់ប្រពន្ធកូនទេបើគាត់និយាយលើសយើងសុខចិត្តចាញ់គាត់ទៅហើយបើយើងខុសយើងទទួលខ្លួនយើងតែខុសទៅអានឹងសុខនៅជាមួយគ្នាសុខហើយគ្មានរូបមន្តដតីឯណាក្រៅអំពីធម៌អធ្យាស្រ័យលើកលែងសណ្ដោះបាត់ភ្នែកមកខាងបើកភ្នែកមកខាងទេបងប្រុសបងស្រីមង្គលគឺយើងរស់នៅលើកមុខគ្នានិងផ្ដល់តម្លៃឲ្យគ្នាពេញមុខក្នុងភាពជាប្តីប្រពន្ធនឹងគឺវានៅកន្លែងហេតុអស់នឹងតិចនឹងគឺយើងរស់នៅជាមួយគ្នាមានសេចក្តីសុខណាមានសេចក្តីសុខចឹងឥឡូវបង្វែរមកពាក្យយើងខាងដើមវិញបន្តិចអាទិកន្លែងចប់ស្វាមីនឹងមានន័យថាជនជាម្ចាស់ដែលមានកាតព្វកិច្ចតួនាទីក្នុងការឃុំក្រងថែរក្សាភរិយាយើងឲ្យលុះទៅនៅក្នុងសេចក្តីសុខនិងសុភមង្គលចាំបានទេបងស្វាមីនឹងភាសាបាលីសាមីភាសាខ្មែរមានន័យថាជនជាម្ចាស់ប្រែមួយយន្តន័យមួយ
ជនជាម្ចាស់ដែលមានកតបកិច្ចទួនាទីឃុំក្រងថែរក្សានាងជាភរិយាឲ្យលុបទៅនៅក្នុងសេចក្តីសុខនិងសុភមង្គលនេះអាពីរម៉ាត់ចុងក្រោយគឺឃុំក្រងថែរក្សារកវិធីធ្វើម៉េចឲ្យប្រពន្ធយើងមានសេចក្តីសុខនិងសុភមង្គលយើងចាំតែប៉ុណ្្នឹងក្នុងចិត្តយើងចាប់ពីថ្ងៃកាន់ដៃប្រពន្ធចូលផ្ទះពេលណានឹករកវិធីទៅធ្វើម៉េចឲ្យតែប្រពន្ធអញមានសេចក្តីសុខមានសុភមង្គលហ្នឹងគ្រួសារនឹងរីកចម្រើនឥឡូវយើងនិយាយរឿងភរិយាយើងមិនបាច់និយាយរឿងស្វាមីមានតួនាទី5ប្រពន្ធមានតួនាទី5តែតិចទេអាចារ្យនិយាយពាក្យហ្នឹងនិយាយរាល់ថ្ងៃហើយកុំនិយាយហ្នឹងយើងនិយាយតែមួយម៉ាត់ឥឡូវនិយាយភរិយាវិញភរិយាមានន័យថាម៉េចភរិយាក៏ជាភាសាបាលីសំស្ក្រឹតដូចគ្នាបើនិយាយជាភាសាខ្មែរយើងមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមពាក្យមួយម៉ាត់ដែលយើងប្រែคล้ายចេញពីភាសាសំស្ក្រឹតមកណាភរិយាហ្នឹងគឺស្ត្រីដែលត្រូវស្វាមីចិញ្ចឹមតែបើយើងយកន័យឲ្យពីរោះស្ដាប់មានន័យថាហេតុអីបានដូនតាយើងគេប្រើពាក្យថាស្ត្រីជាភរិយាជាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមពីព្រោះសម័យដើមមកគឺស្ត្រីនៅតែផ្ទះទេអត់មានការងារប្រាក់ខែដូចឥឡូវឯងញោមណាពីដើមមកគឺស្ត្រីនៅតែផ្ទះប្តីអ្នកចេញអទេសល័យអ្នកតរស៊ីខាងក្រៅមកចិញ្ចឹមប្រពន្ធកូនទាំងអស់គឺស្ត្រីនៅតែផ្ទះទេអញ្ចឹងបានខ្មែរយើងប្រើពាក្យមួយថាស្ត្រីបង្វិលចង្ក្រានមិនជុំព្រោះស្ត្រីនៅតែផ្ទះទេពីដើមប៉ុន្តែឥឡូវនេះស្ត្រីមានការងារចង់ខ្ពស់ជាងមនុស្សប្រុសទៀតនោះស្ត្រីខ្លះនឹងគាត់មានចំណេះដឹងខ្ពង់ខ្ពស់មិនដូចពីដើមទេប៉ុន្តែពីដើមគឺស្ត្រីនៅតែផ្ទះអញ្ចឹងបានគេប្រើពាក្យថាភរិយាមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមប្រែមកហើយបើយើងយកន័យឲ្យពីរោះពាក្យថាភរិយាមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមឬមានន័យថាស្ត្រីដែលញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់នឹងស្ត្រីដែលញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់នឹងនាំមកនៅសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសារចាំហ៎បងស្រីយើងជាភរិយាមានន័យថាស្ត្រីដែលញ៉ាំងវងត្រកូលនឹងឲ្យខ្ពង់ខ្ពស់ដើម្បីឲ្យត្រកូលយើងខ្ពង់ខ្ពស់ស្ត្រីនៅនឹងអីមួយឆ្លើយមួយម៉ាត់មើលដែលអាចធ្វើគ្រួសារមួយខ្ពង់ខ្ពស់ថ្លៃថ្នូរស្ត្រីយើងនៅនឹងអីនៅនឹងអិរិយាបថចិត្តគំនិតហ្នឹងមនុស្សស្រីថ្លៃមិនថ្លៃគឺនៅអិរិយាបថចិត្តគំនិតនឹងឯងអិរិយាបថដេកដើរឈរអង្គុយនិយាយស្ដីមានភាពថ្លៃថ្នូរដឹងខុសដឹងត្រូវគេចាត់ថាជាស្ត្រីដែលមានវងត្រកូលខ្ពស់ហើយនឹងតាំងពីការស្លៀកពាក់អិរិយាបថទាំង4នឹងហើយនឹងចិត្តគំនិតថ្លៃថ្នូរមានន័យថាជាស្ត្រីដែលចេះរក្សាទៅនៅកិត្តិយសរបស់គ្រួសាររក្សាទៅនៅកិត្តិយសរបស់ប្តីរក្សាទៅនៅទ្រព្យសម្បត្តិរបស់គ្រួសារឲ្យកាន់តែខ្ពង់ខ្ពស់ប្តីធ្វើការប្រាក់ខែបាន500នៅ500ធ្វើការ1000ចូល1000នៅ1000នឹងប៉ិនកុំឲ្យណែប្តីធ្វើការ500ឯងគ្រាន់តែអត់សក់ឲ្យលាបកញ្ចក់ឲ្យនឹងគូអញ្ចើមអស់600ហើយហ្នឹងហើយអាហ្នឹងមិនមែនឈ្មោះថាជាអ្នកដែលរក្សាវងត្រកូលឲ្យរីកចម្រើនទៅបានទេនឹងអញ្ចឹងមានន័យថាស្ត្រីជាភរិយាមានន័យថាជាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមឬស្ត្រីដែលញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់និងនាំមកនៅសិរីសួស្តីឲ្យគ្រួសារវងត្រកូលអញ្ចឹងស្ត្រីនឹងញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់ទៅបានអាស្រ័យដោយសារអិរិយាបថចិត្តគំនិតរបស់យើងជាស្ត្រីជាភរិយានឹងមានភាពថ្លៃថ្នូរទាំងអិរិយាបថទាំង4និងទាំងចិត្តគំនិតចេះរក្សាគ្រប់យ៉ាងនៅអ្វីដែលប្តីរកមកបានពីខាងក្រៅទាំងទ្រព្យសម្បត្តិនិងការរក្សាសុភមង្គលប្តីប្រពន្ធមានសុភមង្គលមិនមានសុភមង្គលគឺមិនមែននៅតែលើប្តីទេគឺនៅលើប្រពន្ធនឹងសំខាន់ជាងប្តីទៀតប្តីនេះគេចាប់ទុកដូចជាឈើបង្គោលដ៏រឹងមាំរីឯប្រពន្ធចាប់ទុកដូចជាវល្លិដែលត្រូវតោងឡើងនៅបង្គោលហ្នឹងទី1នៃទី2បុរសចាប់ទុកដូចជាភ្លើងស្ត្រីចាប់ទុកដូចជាទឹកអម្រឹតព្រោះស្ត្រីនឹងត្បិតតែមាត់និយាយច្រើនមែនប៉ុន្តែគាត់មានភាពអត់ធ្មត់ជាងបុរសឯបុរសនេះគឺចាត់ទុកដូចជាភ្លើងមានន័យតែចិត្តហ្នឹងមួយផ្លែតហ្នឹងគឺឆេវឆាវហ្នឹងគ្រាន់តែខឹងមួយផ្លែតហ្នឹងអាចពីងអស់4អញ្ចឹងទៅចានអស់1រាវយ៉ាងទូទោះអស់2មួយផ្លែតហ្នឹងបងហើយបានចាប់ដើមមកសុំទោសប្រពន្ធកូនវិញហ្នឹងអញ្ចឹងណាអញ្ចឹងបានគេចាត់ទុកតែដូចភ្លើងអញ្ចឹងស្ត្រីហ្នឹងមានភាពអំណត់ជាងមនុស្សប្រុសនៅទោះបីខឹងប្តីក៏កប់ទុកក្នុងចិត្តតម្រាំតែនិយាយចេញនឹងយូរថ្ងៃយូរពេលយូរវេលាតម្រាំរកហេតុរកផលនឹងស្ត្រីមានភាពអំណត់ជាងបាននៃទី2ហ្នឹងគេថាស្ត្រីដូចទឹកអម្រឹតបរោះហ្នឹងហាក់បីដូចភ្លើងប៉ុន្តែនៃទី1យើងត្រូវចាំថាយើងជាបង្គោលសម្ឲ្យស្ត្រីជាភរិយាហ្នឹងជាបង្អែកសម្រាប់នាំគាត់ទៅរកភាពខ្ពង់ខ្ពស់ទាំងអស់គ្នា
này dương chỉ bằng cô đã răng mòm chân dương có bay thưa luôn dương ở răng mòm đôi bằng cô để quạt trấu bằng dương đầm bay can đại dương rùm rốt nâu chỉ mùi kia bị khmei là hô đòi chặt tung đôi mà đại ở phục bằng dương tầng sòn khang nó bong nó xong ăn một tuần này hơi để ai can đại kia bị khmei đòi chặt từ bán đôi mai vậy thằng đạo ta không biết à quay đây phải sao chiên thoát chia sài lược lên nâng bắt lên mặt hàng bao lên mặt hàng về vào đây dương khóc còn mơ lên tầng pi bọn sấy mơ ta mặt hàng bán nâng à do mơ ta mặt hàng bán này hay phần pôn dương pe khóc dương lược lên nhặt chia sài chặt tục phần pôn ma thom thì dây không sập hơi má nữa mà do sập hơi mò đây cái lột ma mình ban thì dây trơn pe phần pôn dương khóc vào đây lỏ chặt tục phần pôn dương đôi pôn sấy nha nè đại dương trâu sần to trâu lược lên trâu ọp rôm trâu prap quạt đôi lọ hỏi nâu chỉ môi quát cờ rốt quát đôi mà đại chứ bao tranh tàu trâu lược quát ở phanh mốc chỉ phải gì về quát khóc chặt tục quát đôi pôn sấy để trâu sần to nâu không tét cờ rốt quát đôi chỉ mà đại tranh trâu tét lược mốc quát ở phanh chỉ phải gì phải gì đôi cái này về đây dương khóc dương chặt tục vào đây dương đôi bòn próc được ôn próc để trâu sần đọc được nè nâu không tét của rốt vào đây dương tăng từ việc sần đây cay về cá đôi chiều phục mà nước nam và can thọ nâng cư miên sợi anh bạch tờ ro sợi na thế bạch tờ sông lô mà sao tật này con chui sỏi thì vào đây con na đôi chê nha các thầy nâng lô sỏi ngoa tiếp cả nâu là chê rồi với ạt nâu lơ lô sao thì biết nâu lơ luôn dương trắng thế là gì pe vào đây dương khóc chặt tục vào đây dương đôi ôn próc rư bòn próc để trâu sần đó hơi cờ rốt vào đó làm lại vào đây dương càng chặt càng cay càng bịa sần đây đôi chiều phục mình vào bịa sần đây qua mình qua bay na môi từ lửa vào đây bỏ dương hơi tranh tập cao lược mốc vào đây dương ỏi xóm chỉ xoa mây pin mốc chạm bịa bay mặt là nghe bón chạm ấy chạm nè ao để chạm mà bịa bay mặt nó sọc mặt chân dương nọ can tay kia chỉ vào đây chỉ một con qua bay miên sẽ đây sần đo lược le nhặt chia sài đo tại nam nhìn nhầm mọi kia cropel bao này bạc này pena cứ khơi tại nam nhìn nhầm vào đây một con dương còn ao khơi nọ ca cho mốc mình lọ đặt kia nâng dương miên sẽ đây sọc nè tục bay mình miên trọt tại dương miên nam nhìn nhầm ao kia cứ miên sẽ đây sọc nè dương chạm bịa nâng mà mặt tiền mình men tỏ miên trọp bàn dương miên nam nhìn nhầm ao kia tê mới miên là quay mình miên là quay cứ dương miên sẽ đây xả lạnh là nam nhìn nhầm ao kia này cứ sọc à nhôm sấy nhôm pro bao này là khơi vào đây nhâm đặt vào đây khơi câu này nhâm đặt câu miên sẽ đây sọc à cứ nâu tận năng phân bậc hạ bao này mau ọt miên mốc tê và đá đặt này bao này mau miên tầm mốc dẻ tô bay miên bị la mà rồi liên tiếp có ọt miên sẽ đây sọc mình chẳng đấy nhúng chẳng bao này là riêng vào nam nhìn nhâm nâng sẽ đây xả lạnh ở kia cropel nút dương nâng miên sẽ đây sọc nâng sẽ hẹn một con cropel đôi kia nó nhóm sọc hạ là một tận này